ជំរាបសួរខ្ញុំឈ្មោះសានសុផសប្តាហ៍ខ្ញុំមានអាយុ20ឆ្នាំហើយសប្តាហ៍ខ្ញុំជានិស្សិតឆ្នាំទី4នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបជំនាញដែលខ្ញុំបានរៀនសប្តាហ៍ថ្ងៃគឺវិទ្យាសាស្ត្រកសិកម្មហើយសប្តាហ៍ថ្ងៃគឺ NGO អង្គការដែលគាត់បាន support បានជួយដល់ខ្ញុំក្នុងការសិក្សាបន្តហើយដោយសារតែគ្រួសាររបស់ខ្ញុំគាត់ក្រីក្រមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ឲ្យខ្ញុំបានរៀនច្រើនម្យ៉ាងវិញទៀតក្នុងការចំណាយគឺចំណាយទៅលើបន្ទប់គេងចំណាយទៅលើទឹកភ្លើងរាល់ខែរាល់ឆ្នាំឬក៏អាហារហូបចុកសម្រាប់ការរស់នៅរបស់ខ្ញុំហើយគឺជាសម្លៀកបំពាក់អីផ្សេងៗអង្គការក៏តែងតែជួយដល់ខ្ញុំដើម្បីសប្តាហ៍ថ្ងៃហ្នឹងដើម្បីបានរៀនតនៅទីនេះហើយខ្ញុំក៏សូមអរគុណដល់អង្គការដែលតែងតែជួយគ្រប់គ្រងដល់ខ្ញុំដើម្បីឲ្យខ្ញុំបានរៀនបន្តទៅមុខទៀតហើយទៅថ្ងៃអនាគតខាងមុខដែលខ្ញុំបានជ្រើសរើសជំនាញវិទ្យាសាស្ត្រកសិកម្មគឺទីមួយខ្ញុំចង់មានអាជីវកម្មផ្ទាល់ខ្លួនឬក៏ជាជំនាញបច្ចេកទេសមួយសម្រាប់ខ្លួនខ្ញុំផ្ទាល់សម្រាប់ចិញ្ចឹមជីវិតហើយវាក៏ជាក្តីសម័យដែលខ្ញុំចង់មានកសិដ្ឋានមួយសមល្មមសម្រាប់ដែលខ្ញុំអាចនៅជួបជុំគ្រួសារបានអាចចិញ្ចឹមជីវិតខ្លួនឯងបានសូមអរគុណ